ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះដែរបងមកជួបជាមួយអ្នកគ្រូម្ដងទៀតហើយចាអញ្ចឹងចំពោះថ្ងៃនេះដែរអ្នកគ្រូលើកយកលំហាត់គីមីវិទ្យាថ្នាក់ទី8មេរៀន solution មកចែកជូនបងប្អូនទាំងអស់គ្នាចាអញ្ចឹងលំហាត់របស់យើងគេរំលាយស្ករ50ក្រាមទៅក្នុងទឹកគេទទួលគេបានទឹកស្ករដែលរលាយមានកំហាប់ចំនួន 25% គណនាក mass solution ដែលធ្វើបានខ mass ទឹកដែលបានប្រើចាអញ្ចឹងយើងអានប្រធានហើយអីអញ្ចឹងយើងមកស្រង់បំលាប់ជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងគេរំលាយស្ករទៅក្នុងទឹកអញ្ចឹងពេលនេះស្ករយើងគឺជាអង្គធាតុរលាយអញ្ចឹង50ក្រាមចាអញ្ចឹង50ក្រាមនេះអង្គធាតុរលាយដែលយើងតាំងដោយ MST ចាទៅក្នុងទឹកអញ្ចឹងទឹករបស់យើងគឺជាអង្គធាតុរំលាយចឹងគេបានទឹកស្ករដែលរលាយមានកំហាប់ចំនួន 25% អញ្ចឹងយើងដឹងហើយកំហាប់ភាគរយគឺតាំងដោយអក្សរសេភាគរយចាអញ្ចឹងលំហាត់របស់យើងគណនាកគេឲ្យយើងគណនា mass solution ដែលធ្វើបានចាអញ្ចឹងឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាអ្នកគ្រូដាក់កគណនា mass solution គណនា mass solution ចាអញ្ចឹងយើងប្រើរូបមន្តទៅតាមសេភាគរយកំហាប់ភាគរយចាអញ្ចឹងយើងដឹងហើយណាកំហាប់ភាគរយមានរូបមន្តម៉េចសេភាគរយស្មើនឹងម៉ាស់អង្គធាតុរលាយគុណជាមួយនឹង100ចែកឲ្យ mass solution អញ្ចឹង mass solution តាំងដោយ ms ចាអញ្ចឹងយើងពេលនេះយើងគណនា mass solution អញ្ចឹងយើងទាញត្រូវទាញរក ms នេះចាអញ្ចឹងយើងនាំឲ្យ ms មកពេលយើងទាញរក ms ទៅគឺបានជា mst គុណនឹង100ចែកសេភាគរយចាអញ្ចឹងបំរាប់របស់យើងមានអស់ណាស្គាល់អស់ហើយ MST 50ក្រាមហើយសេភាគរយគឺ 25% ចាអញ្ចឹងយើងដាក់ដោយមកដោយ MST ស្មើ50ក្រាមចារីឯសេភាគរយវិញស្មើនឹង 25% ចាអញ្ចឹងយើងដាក់មកយើងបានMS mass solution យើងគឺស្មើMST គឺស្មើនឹង50ក្រាមចាគុណនឹង100ចែកនឹងសេភាគរយយើងប្រហែល25ចាអញ្ចឹងយើងចែកមកគឺឃើញ200ក្រាមណោះចាអញ្ចឹងអ្នកគ្រូដាក់តទៀតណាចា200ក្រាមចាអញ្ចឹងឥឡូវ mass solution យើងរកឃើញណា200ក្រាមតោះអញ្ចឹងឥឡូវយើងទៅលំហាត់ខតទៀតអញ្ចឹងលំហាត់ខគេឲ្យយើងគណនារកម៉ាស់ទឹកវិញចាអញ្ចឹងយើងដាក់មកខគណនាម៉ាស់ទឹកចាអញ្ចឹងម៉ាស់ទឹកអញ្ចឹងយើងរកទៅតាមណាអញ្ចឹងយើងដឹងណាចាអញ្ចឹងmass solution អញ្ចឹង mass solution កើតឡើងពី mass អង្គធាតុរលាយបូកជាមួយនឹង mass របស់អង្គធាតុរំលាយអញ្ចឹង mass អង្គធាតុរំលាយរបស់យើងពេលនេះគឺជា mass ទឹកហើយ mass អង្គធាតុរលាយគឺយើងស្គាល់គឺ mass ស្ករនឹងឯងចាតោះអញ្ចឹងយើងដាក់រូបមន្តចាអញ្ចឹងគឺយើងរកទៅតាម mass solution អញ្ចឹង mass solution តាំងដោយ ms ចាអញ្ចឹង mass solution ស្មើនឹង mass អង្គធាតុរលាយ mass អង្គធាតុរលាយគឺតាំងឲ្យ mst បូកឲ្យ mass របស់ទឹកចាអញ្ចឹង mass របស់ទឹកហ្នឹងដែលគេឬក៏គេហៅម្យ៉ាងទៀត mass អង្គធាតុរំលាយចាប៉ុន្តែយើងអត់ចង់រក mst ទេគឺយើងចង់រក mass ទឹកណាអញ្ចឹងយើងទាញរក mass របស់ទឹកមកអញ្ចឹងយើងទាញរក mass ទឹកគឺស្មើនឹងយើងយក mass របស់ solution មកដកជាមួយនឹង mass អង្គធាតុរលាយចាអញ្ចឹង mass solution យើងរកឃើញពីសំណួរកគឺឃើញ200ក្រាមណាចាអញ្ចឹងយើងដាក់យកហ្មងណា200ក្រាមដក mass របស់អង្គធាតុរលាយ mass ស្ករគឺ50ក្រាមអញ្ចឹងយើងយកមកដកមកអញ្ចឹងស្មើ150ក្រាមចាអញ្ចឹង150ក្រាមនេះគឺជា mass របស់ទឹកចាអញ្ចឹងឥឡូវចំពោះលំហាត់ខយើងរកឃើញហើយម៉ាស់ទឹកគឺ150ក្រាមចាអញ្ចឹងឥឡូវលំហាត់របស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកទៅអនុវត្តហើយបើមានចម្ងល់អីអាច comment នៅខាងក្រោមបានសូមជួបគ្នានៅវីដេអូក្រោយសូមអរគុណ